ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីស្រាយបំភ្លឺពាក់ព័ន្ធករណីដែលចោទថាវៀតណាមបានធ្វើផ្លូវកាត់សមុទ្រទៅកាន់កោះត្រល់ថ្មីនេះក្នុងបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជាមានការបំផុសព័ត៌មានថាវៀតណាមកំពុងចាក់ដីចូលសមុទ្រធ្វើផ្លូវទៅកាន់កោះត្រល់ដែលរំលោភលើកិច្ចព្រមព្រៀងព្រំដែនទឹកជាមួយនឹងកម្ពុជាបញ្ហានេះត្រូវបានមហាជនជាច្រើនបញ្ចេញប្រតិកម្មមិនពេញចិត្តចំពោះស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាដោយឆ្លើយតបចំពោះបញ្ហានេះដែរក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ស្រាយបំភ្លឺនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025ដែលមានខ្លឹមសារដូចខាងក្រោមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មានអំពីការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមថ្មីនេះដែលថាវៀតណាមកំពុងអនុវត្តគម្រោងសាងសង់ផ្លូវកាត់សមុទ្រជាប់ពីកោះទៀនហៃនៃខេត្តអានយ៉ាងទៅកាន់កោះហ្វូគុតកោះត្រល់ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជាវៀតណាមឆ្នាំ1982អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមធ្វើការបំភ្លឺថាតាមការបញ្ជាក់ពីឯកឧត្តមអគ្គរដ្ឋទូតវៀតណាមនិងព័ត៌មានផ្ដល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញគឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដោយការផ្សព្វផ្សាយលើបណ្ដាញសង្គមនោះទេរូបភាពសំណង់ផ្លូវកាត់សមុទ្រដែលឃើញចែកផ្សព្វផ្សាយក្នុងបណ្ដាញសង្គមគឺជាសំណង់ផ្លូវដីគោកនៃសង្កាត់ហាទៀងខេត្តអានយ៉ាងទៅកាន់កំពង់ផែពហុបំណងនៃទីក្រុងហាទៀងដែលស្ថិតនៅទឹកដីវៀតណាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមស្នើឲ្យបញ្ឈប់ការចែកផ្សាយព័ត៌មានខុសពីការពិតនេះដែលអាចបង្កឲ្យមានការយល់ខុសនិងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូបន្ទាប់